ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះបង្ហាញពីការឆ្លាក់អក្សរហើយឆ្លាក់អក្សរនេះគឺជាពាក្យឆ្លាក់ជាពាក្យថា8មីនាបងប្អូនដែលធ្វើឡើងសម្រាប់ថ្ងៃពិសេសគឺថ្ងៃ8មីនានឹងឯងដែលជាទិវាសិទ្ធិនារីអន្តរជាតិ International Women's Day ដំបូងឡើយនៅលើពិភពលោកបងប្អូនដឹងហើយគឺប្រទេសខ្លះមិនឲ្យតម្លៃទៅលើមនុស្សស្រីទេអញ្ចឹងហើយបានជានាំឲ្យមានទិវាសិទ្ធិនារីនេះឡើងដើម្បីបញ្ជាក់ពីសមភាពរវាងបុរសនិងស្ត្រីហើយប្រទេសយើងគឺជាប្រទេសមួយដែលឲ្យតម្លៃលើស្ត្រីណាបងប្អូនដោយបងប្អូនដឹងហើយគឺមិនអាចមើលងាយឬក៏ប្រើពាក្យសម្ដីណាមួយមិនសមរម្យចំពោះស្ត្រីបាននោះទេគឺយើងតែងតែគោរពនិងឲ្យតម្លៃទៅលើស្ត្រីអញ្ចឹងមនុស្សស្រីគឺតែងតែជួយការងារទាំងឡាយមិនថាការងារជាហៅថាលក្ខណៈគ្រួសារក្តីការងារធំដុំក្នុងការដឹកនាំគ្រប់គ្រងប្រទេសក្តីគឺគាត់គឺជាតួអង្គមួយដ៏សំខាន់ដែលតែងតែជួយទៅដល់ការងារទាំងនោះដូចជាសម័យព្រះបាទជ័យវរ្ម័នទី7មានពនាងឥន្ទ្រទេវីបងប្អូនធ្លាប់ស្គាល់ហើយអ្នកសិក្សាប្រវត្តិសាស្ត្រតែងតែបានស្គាល់នៅពនាងថាជាបុគ្គលដែលមានចំណេះដឹងជាអ្នកប្រាជ្ញហើយនឹងតែងតែជួយការងារឬក៏ផ្ដល់យោបល់ដល់ស្វាមីពាក់ព័ន្ធនឹងការងារជាច្រើនបងប្អូនអញ្ចឹងស្ត្រីគឺជាមាតានៃពិភពលោកបងប្អូនធ្លាប់ឮទេពាក្យហ្នឹងស្ត្រីគឺជាមាតានៃពិភពលោកមិនមែនជាពាក្យលេងសើចទេបងប្អូនគឺជាពាក្យដ៏ត្រឹមត្រូវគឺជាពាក្យដែលមានន័យដែលយើងឲ្យតម្លៃពិតប្រាកដហើយពាក្យខ្មែរយើងជាច្រើនទៀតគ្រួសារប្រសិនបើគ្រួសាររុងរឿងគឺដោយសារមានស្ត្រីនឹងឯងជាស្ត្រីល្អគេហៅថាភរិយាសម្លឆ្ងាញ់ដោយសារគ្រួសាររុងរឿងដោយសារភរិយាអញ្ចឹងភរិយាល្អទើបធ្វើឲ្យគ្រួសាររុងរឿងទៅបានអានេះពាក់ព័ន្ធនឹងគឺអញ្ចឹងស្ត្រីនេះសំខាន់បងប្អូនណាក្នុងការដែលធ្វើឲ្យគ្រួសារមួយរុងរឿងទៅបានក៏អាស្រ័យទៅលើស្ត្រីនឹងឯងហើយមួយទៀតពាក្យយើងលើកឡើងថាសំណាបយោងដីស្រីយោងប្រុសបងប្អូនហើយខ្លះគេពោលថាសំណាបយោងដីស្រីយោងបុរសអីហ្នឹងក៏មានដែរបងប្អូនប៉ុន្តែនេះគឺជាពាក្យមួយដែលលើកឡើងពណ៌នាអំពីតម្លៃនៃស្ត្រីយើងដែលជាតួអង្គដ៏សំខាន់នៅក្នុងការជួយដល់បុរសហើយបុរសអត់មានស្ត្រីទេគឺថាលំបាកលំបិនហើយបងប្អូនអញ្ចឹងក្នុងវីដេអូនេះគឺមានប៉ុណ្ណឹងបងប្អូនណាសូមអរគុណហើយជាចុងក្រោយគឺជាការឆ្លាក់អក្សរទេប៉ុន្តែគ្រាន់តែបញ្ចូលសំឡេងខ្លះដើម្បីឲ្យបងប្អូនបានស្ដាប់ជៀសវាងអត់មានអីសោះទៅទេអញ្ចឹងទៅក៏មិនកើតដែរបងប្អូនហើយសូមជូនពរដល់អ៊ំស្រីមីងម្ដាយបងប្អូនស្រីហើយជាពិសេស
ភរិយារបស់ខ្ញុំផងដែរក្នុងឱកាសនេះសូមឲ្យមានសេចក្តីសុខមានសុខភាពល្អសូមអរគុណ